Ngàyនេះខ្ញុំមកលេងតាំងហើយដូចអ្នកគ្នាបានឃើញចឹងគឺខ្ញុំលេងយក Tiger មកលេងតាំងនៅកន្លែងនេះអ៊ំរបស់ខ្ញុំគាត់កំពុងតែស៊ីកាក់ចឹងទៅខ្ញុំឃើញហារិតកតែខ្ញុំរុញគាត់មកឲ្យអ៊ំខ្ញុំវាយតែវាយអត់ដាច់ទេអញ្ចឹងខ្ញុំក៏បានប្រាប់ឲ្យអ៊ំខ្ញុំមក clear land សិនបាទបន្ទាប់ពីអ៊ំខ្ញុំបាន clear land ហើយ make របស់ខ្ញុំគាត់បានកាក់ពីខាងក្រោយអ៊ំហើយខ្ញុំកាក់ពីខាងមុខគឺអត់ឲ្យហារិតនឹងរួចខ្លួនទេខាងក្រោយគឺហារិតនឹងក៏ងាប់បោះ make ចឹងទៅបន្ទាប់ពីបានជួយអ៊ំខ្ញុំហើយខ្ញុំក៏កលេចទៅ mini map នោះឃើញថាណាខាងគេហើយនឹងមេខាងខ្ញុំនឹងកំពុងតែស្គ្រឿថ្មិញចង់វាយបោចសក់គ្នាខ្ញុំក៏ចង់ចូលទៅជួយតែណាគេនឹងក៏រត់ចូលត្រាតបាត់មិនភ្លេចទេនៅពេលដែលទៅថលកើតធីមខ្ញុំនឹងក៏បានដាក់ម៉ូគ្នាមកស៊ីទៅថលដើម្បីឲ្យសេដ្ឋកិច្ចធីមយើងនឹងវាកាន់តែមានលុយទិញឲ្យធីមវាយគេត្រង់នេះខ្ញុំចូលទៅជួយមេខ្ញុំថាចង់ចាប់យីនគេតែចាប់អត់បានគេរត់បាត់ទៅហើយគ្នាខ្ញុំនឹងក៏មកវាយទៅថលជាធម្មតាខ្ញុំឃើញតាកប៉ោងដើរចូលត្រាតនៅសល់ឈាមមួយដៃខ្ញុំចង់ចូលទៅស្រូបដើម្បីឲ្យគ្នាខ្ញុំវាយចឹងណាតោះនេះលូកាសខ្ញុំក៏ស៊ីបានមួយខៀលចឹងទៅកន្លែងនេះគ្នារបស់ខ្ញុំកំពុងតែដេញវាយកូនដំរីតូចសុកស្រាប់តែយីនគេហកមកសោកខ្ញុំចឹងណាវាយខ្ញុំអត់ឈឺទេផងនេះខ្ញុំក៏បានចេញមកវិញគ្នាខ្ញុំក៏វាយគាត់ងាប់បាត់ទៅ3 4នាក់រស់អីគ្នាបន្ទាប់ពីចេញពីវាយខ្លាញ់ជាមួយនឹងយីនហើយកលេចទៅមើល map ហ្នឹងក៏ឃើញថា Goland ខាងគេហ្នឹងកំពុងតែដាក់សម្ពាធទៅកាន់ខ្ញុំក៏ចូលទៅស្រូបបានតែគ្នាខ្ញុំវាយអត់ងាប់ទេបាទសល់មួយដៃទៀតស្ដាយមែនតើហើយខ្ញុំក៏ recall មកផ្ទះមកអត់នៅទៀតទេបើនៅទៀតគឺមានតែងាប់ទេសល់ឈាមមួយដៃខ្ញុំសង្ស័យថាអ៊ំរបស់ខ្ញុំហ្នឹងគាត់មានឈាមជាអ្នកតកៅហើយមើលទៅបានជា land របស់គាត់ហ្នឹងគឺផ្ទុះសង្គ្រាមរហូតតែម្ដងនៅ EAP land ដូចជាមិនសូវផ្ទុះសង្គ្រាមដល់ Goland ទេហើយត្រង់នេះគាត់ក៏បានធ្វើស៊ីជាមួយនឹងហារិតគេបានមួយទៅហើយក៏ងាប់បោះយីនបាត់ទៅមេត្រង់នេះមេខ្ញុំមកខ្ញុំក៏ចាប់ស្រូបហើយរុញយីនចូលត្រេតចឹងហើយងាប់យីនមួយទៀតតែរោមរបស់គេហ្នឹងក៏រត់បាត់ទៅហើយកូនដំរីតូចមកញ៉ែញ៉ៃស្អីដែរជាប់តាក់ដៃតាក់ជើងគេផងនេះខ្ញុំបានចូលទៅក្នុងស្មៅដើម្បីពួនចាំធ្វើស៊ី Goland គេចឹងហើយគាត់ Goland គេហ្នឹងគាត់អត់ដឹងទេខ្ញុំមកដាក់ skill ទី2ខុស skill make ខ្ញុំទៀតចុងក្រោយក៏ងាប់បោះអ៊ំខ្ញុំទៅហើយយើងក៏មកធ្វើការឆែក map ជួយវាយទៅថល hyper របស់យើងបានសម្រេចចឹងទៅតែត្រង់នេះ hyper របស់ខ្ញុំគាត់ស្មៃកាកមែនតើថាខ្ញុំទៅស្មៃមិនកើតហើយគាត់លេងមិនកើតជាងខ្ញុំទៀតអាស្មៃមានហ្នឹងគាត់មិនចុចទេត្រង់កន្លែងនេះខ្ញុំឃើញកូនដំរីតូចគូតគួរឲ្យខ្លាញ់ពេកខ្ញុំក៏ចូលទៅចាប់vàoក្នុងតែវាយអត់បានទេហើយខ្ញុំអស់ឈាមខ្ញុំលោហើយខ្ញុំក៏សម្រេចចិត្តថាទៅផ្ទះសិនតែស្រាប់តែឃើញយីនគេហ្នឹងមកចាប់មេឃរបស់ខ្ញុំអត់ទៅទេខ្ញុំចាំដាក់ skill ទី2រុញយីនឲ្យជាប់ជាងជាប់ហើយនេះវាយទៅនេះចង់ទៅណាគូរឲ្យសិតតែសាច់អញ្ចឹងម្ដងនេះគឺខ្ញុំទៅមែនតើហើយបាទអត់នៅទៀតទេបើនៅទៀតខ្លាចតែងាប់ទេវ័យតែខ្ញុំនេះគឺលេង stress មែនតើខ្ញុំអត់ហ៊ានឲ្យងាប់ច្រើនទេចង់បាន MVP ត្រង់កន្លែងនេះគ្នាខ្ញុំក៏បានស្រែកហើយគ្នាថាមកអត់ឯងវើយមកវាយឡតហើយខ្ញុំក៏ជួយវាយគាត់ពីបេដៃយើងទៅហើយវាយសុកខ្ញុំក៏នឹកឃើញគំនិតមួយគឺខ្ញុំចូលពួននៅក្នុងស្មៅចាំហក់ទៅនេះចាប់នៅត្រង់ហ្នឹងហើយនេះចាប់បាន4ហើយអាចសតបានមួយបានតែងគេទៀតតែអីទេគឺយើងវាយហើយខ្ញុំលោមែនតើខ្ញុំធ្វើការទៅផ្ទះបានមួយខៀលទៀតគ្នាខ្ញុំវាយអត់បានមកដល់នាទីប៉ុណ្ណេះគឺទាំងធីមគេហើយនិងធីមខ្ញុំគឺសុទ្ធតែមានលុយមានឲ្យធីមវាយហើយខ្ញុំនិងគ្នាខ្ញុំនឹងគឺព្យាយាមបុកផ្ទះមែនតែបុកអត់ចូលទេគ្នាគេនេះគាត់តាន់មែនតែហើយចំណែកឯ Goland គេហារិតហ្នឹងគាត់ដើរអលើដូចជា slow មិនទេគាត់មកឲ្យគ្នាខ្ញុំវាយ free ហើយត្រង់នេះខ្ញុំហក់ចូលទៅក្នុង trade ចាប់បាន2គ្នាខ្ញុំវាយងាប់អស់ទៅហើយខ្ញុំក៏ងាប់ដែរក៏ប៉ុន្តែមិនមែនជាបញ្ហាទេដោយសារតែមាននានរបស់យើងហ្នឹងក៏បានមកដល់ trade ធំមកគេហើយគ្នាខ្ញុំក៏បញ្ញាប់បញ្ញាល់បុកផ្ទះរបស់គេ
ឲ្យឆាប់បែកចឹងទៅខ្ញុំក៏សូមអបអរសាទរដល់ខ្លួនឯងដែរដែលលេង10 game ហើយទើបតែឈ្នះមួយ game នេះយកមកផុស